បាទជំរាបសួរបងប្រុសបងស្រីខ្លះគាត់ឃើញខ្ញុំធ្វើវីដេអូគាត់ថាប្រវត្តិសាស្ត្រហើយមិនដែលអ្នកណាចាំមន់ស្រែមួយខែលក់បាន$1000 $2000 $3000ទេនៅប្រវត្តិសាស្ត្រណាហើយខ្ញុំបញ្ជាក់ជូនបងប្រុសបងស្រីថាយើងធ្វើអីក៏ដោយឲ្យតែធ្វើទៅប្រកបឲ្យតែធ្វើទៅជាជំនាញបងប្រុសបងស្រីណាបងប្រុសបងស្រីនេះគ្រាន់តែរើសពងលក់មួយថ្ងៃ100គ្រាប់ក៏លុយដែរលុយហើយពងមាន់មួយគ្រាប់តម្លៃវាមួយគ្រាប់$1មួយគ្រាប់បាទ$3មួយគ្រាប់$5ទៅតាមពូជមាន់នេះខ្ញុំមិនមែនមាន់ស្រែមាន់របស់ខ្ញុំវាមានចម្រុះហើយពងមាន់ស្រែក៏យើងមានលក់ដែរណាមួយគ្រាប់បាទតម្លៃវា2000បាទជាង2000ឬក៏ក្រោម2000ទៅតាមប្រភេទពូជមាន់ស្រែដែរមានស្គួយមានគ្រោងចម្រុះអញ្ចឹងណាវាមានពូជបាទបងមើលពេញទូឡើងណែនដែរម្ដងបាទហើយយើងប្រមូលកូនចេញសឹងតែបាទរាល់2-3ថ្ងៃម្ដងហើយនេះបងមើលទីតាំងរបស់កសិដ្ឋាន400បងបាទពេញតែម្ដងណាបាទនេះខ្ញុំចែកម្លែកជូនមកប្រុសមកស្រីបន្ថែមបាទនៅពេញពងទៀតណោះចាប់ដើមពងទៀតណាបាទហើយនេះបងប្អូនគាត់មករៀនអនុវត្តផ្ទាល់នៅទីនេះបាទហើយឥឡូវយើងធ្វើវាក់សាំងនេះមើលធ្វើវាក់សាំងនេះគឺទៅលើកូនមាន់អាយុវាចូលបានទឹកទី2ហើយបាទអញ្ចឹងវាចូល10ថ្ងៃចូលទឹកទី2នេះវា10ថ្ងៃជាងហើយបងគាត់កំងហើយអស់ហើយអ្នកខ្លះកំងកូនយកអស់ហើយពេលខ្លះមានកូនគេណាបាទជាស្រ័យផងហើយខ្ញុំក៏ព្យាយាមបរិច្ច្រើនដែរប៉ុន្តែគាត់ថាយើងបរិច្ក៏ច្រើនអស់លុយវិនិយោគក៏ច្រើនប៉ុន្តែយើងបានសមិទ្ធផលក៏ច្រើនដែរណាខ្ញុំបញ្ជាក់ជូនបងប្រុសបងស្រីធ្វើអីក៏ដោយឲ្យតែធ្វើពិតប្រកបចំណូលគឺបានហើយត្រឹមមួយខែ1000 2000អីហ្នឹងយើងរកបានធូរហើយអានេះសម្រាប់អ្នកធ្វើខ្ញុំនិយាយសម្រាប់អ្នកធ្វើហើយបងខ្លះគាត់ខំប្រឹងណាស់មិនក៏អត់បានអញ្ចឹងបន្តការខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពបងណាបាទអញ្ចឹងបងមើលពងនេះបើសិនជានៅក្នុងពងនេះមាន2000 ពងហើយពងមួយគ្រាប់បងលក់ប៉ុន្មាន$1ហើយពងខ្លះមានប៉ុន្មាន$6,1000ហើយពងខ្លះ$2ឥឡូវយើងគុណលុយគាត់លក់តពងនេះក៏រាប់លានដែរនេះខ្ញុំបញ្ជាក់ណាគិតកូននេះហើយបើកូនចេញមកមួយគ្រាប់យើងលក់ចន្លោះពី10000 15000 20000បាទឬក៏40000ទៅតាមពូជខ្លះយើងលក់មួយគ្រាប់10រៀលហើយពូជខ្លះមួយគ្រាប់លក់50រៀលទៀតនេះខ្ញុំបញ្ជាក់ជូនបងប្រុសស្រីទៅតាមហ្នឹងណាបាទចានេះខ្ញុំចែកម្លែកបន្ថែមនេះគឺរៀបចំឲ្យបងគាត់កំងពងណាបងឃើញហើយបញ្ជាក់តិចពងនេះអ៊ីសាប្រោនពងនេះរ៉តអៃឡែនពងនេះលេខនពងនេះបាភ្លីមានតិចគេថាយើងទៅរើសពងដាក់ញាស់មុនហើយដល់អញ្ចឹងណាយើងទៅរើសទៀតវានៅទំពងបានប៉ុណ្ណឹងឯងបាទអរគុណ